ខ្ញុំបាទមានដំណឹងនឹងពោលមានខ្លះចង់មកចែករំលែកពុកម៉ែបងប្អូនបានទស្សនាហើយនឹងបានស្ដាប់បងប្អូនគ្នាពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជាជាមួយនឹងប្រទេសថៃដែលខ្ញុំបានដាក់ចំណងជើងថាថៃសូមឲ្យដកកងទ័ពចេញពីតំបន់មុំ3ប៉ុន្តែកម្ពុជាមិនព្រមដកដាច់ខាតពាក់ព័ន្ធទៅនឹងបញ្ហានេះខ្ញុំបាទនឹងជម្រាបចែកជូនបងប្អូនបានស្ដាប់និងបានទស្សនាខ្លះពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនដែលថៃចូលមកឈ្លានពានមកដល់ទឹកដីកម្ពុជារបស់យើងហើយចំហនៃនាយករដ្ឋមន្ត្រីប្រទេសកម្ពុជារបស់យើងគឺលោកមិនដកដាច់ខាតចំពោះកងទ័ពដែលនៅតំបន់មុខ3ហើយនឹងដាក់ពាក្យបណ្ដឹងទៅកាន់ ICJ រៀបរាប់ចែកជូនបងប្អូនបានស្ដាប់និងទស្សនាដូចតទៅកម្ពុជានឹងដាក់តំបន់ចំនួន4ទៅកាន់តុលាការ ICJ ដោយមិនបញ្ចូលក្នុងកិច្ចប្រជុំ JBC ការចរចាទ្វេភាគីខ្មែរថៃរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី4ខែមិថុនាបានសម្រេចដាក់តំបន់ចំនួនព្រំដែនចំនួន4ដូចជាប្រាសាទតាម៉ុនធំប្រាសាទតាម៉ុនតូចប្រាសាទតាក្របីនិងតំបន់មុំ3ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយមិនបញ្ចូលបញ្ហាទាំង4នោះទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ JBC នៅពេលខាងមុខនេះឡើយតែកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ JBC នឹងរៀបចំនៅទីក្រុងភ្នំពេញក្នុងថ្ងៃទី14ខែមិថុនានេះគឺជាគោលជំហររបស់កម្ពុជាទៅលើតំបន់ដែលកំពុងមានចំនួននៅពេលថ្មីនេះហើយនៅក្នុងនោះប្រជាជនថៃក៏មានការពួយកង្វល់ឬក៏ខ្វាយខ្វល់អំពីបញ្ហាដែលកំពុងតែកើតឡើងអាចធ្វើឲ្យប៉ះពាល់ទៅដល់អាយុជីវិតឬក៏គ្រោះថ្នាក់ផ្សេងរបស់ប្រជាជនថៃផងដែរដែលក្នុងនោះខ្ញុំបានដកស្រង់ព័ត៌មានពាក់ព័ន្ធទៅនឹងបញ្ហាទាំងអស់ហ្នឹងពីកាសែតមួយដែលគេដាក់ថា Thai New Post អំពីសេចក្តីកង្វល់របស់ប្រជាជនថៃក្នុងចំនួនជាមួយកម្ពុជាដែលបង្កផលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃនិងគ្រោះថ្នាក់គ្រប់ពេលវេលានឹងបានលើកឡើងថាប្រជាជនមិនត្រូវការសង្គ្រាមឡើយហើយអ្នកដែលចាក់សាំងបន្ថែមលើគំនរភ្លើងមិនមែនជាអ្នកនៅតាមតំបន់ព្រំមិនមែនជាអ្នកនៅតាមតំបន់ពាក់ព័ន្ធឡើយគឺពួកចូលនិយមដែលមកពីទីក្រុងតែប៉ុណ្ណោះជាពិសេសការរីកចម្រើនវិស័យយោធារបស់កម្ពុជាថ្មីនេះដែលអាចបង្កការហានិភ័យខ្លាចនិងគ្រោះថ្នាក់ដល់ប្រជាជនធ្ងន់ធ្ងរតាមបណ្ដាខេត្តជាប់ព្រំដែនបទពិសោធន៍ដែលយើងទទួលបានកន្លងមកហើយការពីសង្គ្រាមតំបន់ប្រាសាទព្រះវិហារពីឆ្នាំ2008កន្លងមកនោះប្រទេសកម្ពុជាថៃជាប្រទេសភូមិផងរបងជាមួយមានសាច់មានឈាមញាតិផៅសន្តានជាប់ពាក់ព័ន្ធនឹងគ្នាការប្រើអក្សរសាស្ត្រភាសាក៏ស្រដៀងគ្នាដែលមិនគួរទៅធ្វើឲ្យកើតសង្គ្រាមរវាងប្រទេសទាំងពីរដោយសារតែពួកនិយមចូលឡើយសូមស្នើឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាមួយកម្ពុជាតាមរយៈយុត្តាធិការដែលមានស្រាប់ដោយសន្តិវិធីបាទនេះគឺជាកាសែតព័ត៌មានរបស់ថៃមួយដែលបានចេញផ្សាយអំពីកង្វល់ប្រជាជនរបស់ថៃដែលនៅជាប់ព្រំប្រទល់ដែលកំពុងតែមានចំនួនមានការពួយកង្វល់ខ្វាយខ្វល់អំពីសង្គ្រាមដែលអាចកើតឡើងធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររហូតដល់ជំនះប្រជាពលរដ្ឋឬក៏អាចបាត់បង់អាយុជីវិតប្រជាពលរដ្ឋផងដែរនេះជាកង្វល់របស់ប្រជាជនថៃមកលើប្រជាជនដែលកំពុងតែស្នាក់អាស្រ័យឬក៏រស់នៅតាមខ្សែបន្ទាត់ព្រំប្រទល់ដែលកំពុងតែមានចំនួនបញ្ហាព្រំដែនពុកម៉ែនឹងស្រាប់ហើយខ្មែរយើងពិតជាខ្លាំងធ្វើឲ្យថៃបារម្ភខ្លាំងមែនព្រោះសម្ពាធវុធខ្មែរយើងក៏មិនណយដែរបងប្អូនហើយបទពិសោធន៍នៅក្នុងសមរភូមិហើយនឹងទឹកចិត្តកងទ័ពអងអាចក្លាហានព្រមទាំងមានភាពច្បាស់លាស់នៃនយោបាយដ៏រឹងមាំនោះឲ្យធ្វើកម្ពុជាកាន់តែមាន
ភាពខ្លាំងក្លាហើយនឹងអាចឈ្នះអមមានសត្រូវគ្រប់ទិសទីបានបងប្អូនដូចបងប្អូននឹងស្រាប់ចឹងកម្ពុជាមានបទពិសោធន៍ច្រើនក្នុងការធ្វើសង្គ្រាមក៏ដូចជាមានបទពិសោធន៍ច្រើនក្នុងការធ្វើសឹកផ្សេងៗដើម្បីការពារពួកខ្មាំងសត្រូវដែលមួយឆ្លៀតពៀននៅក្នុងតំបន់ឬក៏ទឹកដីប្រទេសកម្ពុជារបស់យើងផងដែរ